Ba sông cướp lưu gì được ta ông phục mai mình bông bồn nâng sụt đây không môiទាំងអស់ដែលធ្លាប់តាមដានទេសនាវីដេអូរបស់ខ្ញុំកន្លងមកនៅក្នុង page គុណបំណងនេះថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងនឹងការធ្វើ page កាលពីមុនខ្ញុំមាន page គុណបំណងហ្នឹងណាដែលមានចំនួន follow អ្នក follow ហ្នឹង 14k បើប្រៀបធៀបទៅគឺស្មើនឹង page របស់បងម៉ៅសុជានៅបុស្រាហ្នឹងហើយកាលហ្នឹងខ្ញុំជួបគាត់ខ្ញុំកាលនោះដូចជាថ្ងៃសង្ក្រាន្តនៅបច្ចេកអាអញ្ចឹងខ្ញុំជួបគាត់ខ្ញុំថតវីដេអូហើយដាក់ tag គាត់ជាមួយខ្ញុំនោះជាមួយគ្នាអញ្ចឹង page គាត់ 14k page ខ្ញុំគាត់ 14k ដែរអញ្ចឹងខ្ញុំគិតថាពេលដែល page គាត់ 14k ហ្នឹងយើងគិតទៅវា 14000 នាក់អញ្ចឹង page ខ្ញុំក៏ 14000 នាក់អញ្ចឹងខ្ញុំបូកបញ្ចូលគ្នាដើម្បីឲ្យបាន 24000 នាក់អញ្ចឹងបន្ទាប់មកថ្ងៃបុណ្យរំលឹកវប្បធម៌នៅឯជើងភ្នំដ៏ខ្មុំហ្នឹងរំលឹកវប្បធម៌ជនជាតិដើមភាគតិចហ្នឹងគាត់ក៏ទៅចូលរួមអញ្ចឹងខ្ញុំក៏ទៅចូលរួមអញ្ចឹងគាត់ក៏មានវីដេអូខ្ញុំក៏មានវីដេអូហើយគាត់ក៏មានរូបថតខ្ញុំក៏មានរូបថតពេលដែលខ្ញុំផុសរូបថតម្ដងខ្ញុំ take គាត់ហើយពេលដែលខ្ញុំប្រាប់គាត់ពេលដែលគាត់ផុសវីដេអូឬក៏ផុសជារូបសូមឲ្យគាត់ take ឈ្មោះខ្ញុំអញ្ចឹងខ្ញុំជាកំណត់របស់ខ្ញុំទេខ្ញុំគិតថាពេលដែល take ជាមួយគ្នាគឺវាធ្វើឲ្យអ្នកដែលគ្រប់គ្រងគាត់ទាំង 140,000 នាក់ហ្នឹងមកស្គាល់ខ្ញុំហើយអ្នកដែលគ្រប់គ្រងខ្ញុំ 140,000 នាក់14000 នាក់ហ្នឹងស្គាល់គាត់បាទអញ្ចឹងខ្ញុំចាប់ផ្ដើម take គាត់អញ្ចឹងក្រោយមកដូចជាថ្ងៃសង្ក្រាន្តថ្ងៃទី14ថ្ងៃទី13ហ្នឹងថ្ងៃទី13ដូចជានៅសង្ក្រាន្តអញ្ចឹងសង្ក្រាន្តដូករីគឺមានការហែក្បួនរបស់បងប្អូនជនជាតិដើមភាគតិចក៏គាត់ទៅហែក្នុងថ្ងៃសង្ក្រាន្តហ្នឹងដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថតសកម្មភាពហែសង្ក្រាន្តហ្នឹងតែខ្ញុំអត់បានថតទស្សនភាពទូទៅទេខ្ញុំថតតាសម្លៀកបំពាក់បងប្អូនជនជាតិដើមភាគតិចការហែក្បួនរបស់គាត់អញ្ចឹង page របស់ខ្ញុំថ្ងៃហ្នឹងគឺផ្ទុះអាចមិនថាផ្ទុះទេវាមានអ្នក follow ហ្នឹងកើនអញ្ចឹងនៅថ្ងៃសង្ក្រាន្តហ្នឹងខ្ញុំដូចជាបាន 1k អញ្ចឹងពី 14k ហ្នឹងខ្ញុំឡើងទៅ 15k ហើយក្នុងថ្ងៃហែហ្នឹងទៀតខ្ញុំថតរបាំបងប្អូនជនជាតិដើមភាគតិចសម្ដែងអញ្ចឹងវាបាន 1k ទៀតអញ្ចឹងវាទាំងអស់ 16k ហើយបន្ទាប់មកទៀតសង្ក្រាន្តនៅមណ្ឌលគិរីហ្នឹងចប់ហើយអញ្ចឹងក៏ពួកខ្ញុំទៅងូតទឹកនៅអូផ្លាយក្រោមនៅភូមិឡារមៀតល្អិតហ្នឹងខ្ញុំថតបង្ហោះទៅនឹងទៀតប៉ុន្តែដូចជាឡើង follow ដែរប៉ុន្តែខ្ញុំគិតថា follow នោះគឺជា follow អ្នកដែលចូលចិត្តនៅការនៅវីដេអូដែលខ្ញុំបានបង្ហោះតាក់ទងសម្លៀកបំពាក់ជំនឿបន្តិចហើយនឹងវីដេអូរំរបាំអីនោះទេចុះថ្ងៃនោះដូចជាឡើងដល់ 16k បាទហើយមកឥឡូវហ្នឹងថ្ងៃទី19ប្រហែលថ្ងៃមុនហ្នឹងខ្ញុំទៅរតនគិរីដើម្បីទៅថតសកម្មភាពបុណ្យរំលឹកវប្បធម៌ជនជាតិដើមភាគតិចនៅរតនគិរីហ្នឹងគឺឡើង 1k ទៀតអញ្ចឹងឥឡូវ page របស់ខ្ញុំឡើងទៅដល់នេះ 18k បាទឡើងដល់ 18k ហើយអញ្ចឹងការដែលខ្ញុំចង់ចែករំលែកនោះបើសិនជាបងប្អូនកូនក្មួយឬក៏អ៊ំពុកម៉ែមីងដែលធ្វើ page គឺដំបូងអ្នក follow យើងអាចបាន10នាក់20នាក់100នាក់អញ្ចឹងប៉ុន្តែបងប្អូនកុំបាក់ទឹកចិត្តបើសិនជាយើងធ្វើ content ធ្វើមេតិកាធ្វើវីដេអូណាមួយធ្វើរូបណាមួយ
ដែលគេចាប់អារម្មណ៍គេនឹងមានគេនឹង follow យើងច្រើនអញ្ចឹងពេលខ្លះយើងថតត្រីពេលខ្លះយើងថតឆ្លុះពេលខ្លះយើងថតសកម្មភាពអីផ្សេងៗណាប៉ុន្តែវាមានឧទាហរណ៍ថាយើងថតសត្វចិញ្ចឹមមានឆ្កែមានឆ្មាមានមាន់មានទាទៅបើសិនជាឆ្មាយើងថតឆ្មាសុទ្ធអត់ផ្ទុះតែវាផ្ទុះយើងចាំមាន់អញ្ចឹងទៅអញ្ចឹងពីមុនឡើយខ្ញុំថតវីដេអូលោកឡំចាប់ឆាយស្អីក៏ខ្ញុំផុសដែរប៉ុន្តែក៏មានអ្នកមើលច្រើនណាស់ដូចជាទៅរកចាប់ត្រីនៅអូទៅរកជាប់ត្រីហូបចុងផ្ដៅអីជាដើមគឺមានអ្នកមើលអាចវីដេអូខ្លះអាចដល់ទៅ 100k ឬក៏ 700k ក៏មានដែរតែផ្ទុះដល់1លានទេបាទតែមានអ្នកមើលច្រើនតែមានអ្នក follow ច្រើនទេអញ្ចឹងខ្ញុំសង្កេតឃើញប្រហែលថ្ងៃហ្នឹងគឺតើតើនឹងខ្ញុំផុសបនរំលឹកវប្បធម៌ហ្នឹងមានអ្នក follow ច្រើនប្រហែលថ្ងៃហ្នឹងគឺអាចបាន 3000 នាក់អញ្ចឹងវាចូលទៅដល់ 18k វា 18000 នាក់អញ្ចឹងខ្ញុំគិតថាបងប្អូនធ្វើវីដេអូអាចធ្វើពីលក្ខណៈវប្បធម៌ជនជាតិដើមបន្តិចទៅអាចនឹងមានអ្នក follow ច្រើនបាទខ្ញុំនិយាយតែប៉ុណ្្នឹងទេការចែករំលែករបស់ខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយ